ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំអាចចែករំលែករបៀប clear អេក្រង់របស់យើងឬថា memory ឲ្យវាមានច្រើនដូចយើងការទិញទូរស័ព្ទដូចដំបូងអញ្ចឹងសារតែយើងពីច្រើនអ្នកទាំងអស់គ្នាជួបប្រទះនឹងការថតទៅពេញ memory ឬក៏ផ្ទុកអ្វីមិនបានច្រើនឬក៏ថតអីហ្នឹងផ្ទុក file ឬក៏អ្វីមិនបានច្រើនវាថាពេញ memory មិនបានច្រើនដូចពីមុនតែថ្ងៃនេះខ្ញុំមកត្រាយចម្ងល់អ្នកគ្នាដោយសារតែខ្ញុំក៏ជួបនឹងបញ្ហាទាំងអស់ហ្នឹងដែរដោយសារតែខ្ញុំថតរូបក៏មិនបានច្រើនដូចអ្នកទាំងអស់គ្នាដោយសារតែវាពេញ memory ច្រើនឬក៏វាមិនដឹងថាទៅពេញជាមួយនឹងកម្មវិធីអ្វីមួយដែលវាពេញមិនឲ្យយើងមាន memory គ្រប់គ្រាន់ដើម្បីបង្កើតអ្វីផ្សេងតោះកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅសិក្សាទាំងអស់គ្នាជំនាញដំបូងយើងដឹងហើយសម្រាប់មនុស្សគ្រប់គ្នាគឺគាត់តែនេះចូលទៅក្នុងរូបថតហើយគាត់លុបចោលអ្វីទាំងអស់ហ្នឹងសារតែគាត់ចូលដល់ហ្នឹងដើម្បីលុបរូបថតដើម្បីកុំឲ្យមានពេញ memory ឬក៏គាត់ហ្នឹងមានវីដេអូវែងដើម្បីវាពេញ memory ចឹងថ្ងៃនេះគឺខ្ញុំមកប្រាប់ពីរបៀបទាំងអស់ហ្នឹងដោយសារតែវាមិនមែនមកពីរូបថតរបស់យើងឬក៏ file ណាមួយឬនៅក្នុង Facebook ឬក៏អីច្រើនមួយចឹងនៅក្នុងហ្នឹងវាក៏ស៊ីដែរតែវាមិនស៊ីច្រើន memory យើងទេដោយសារតែមានកម្មវិធីមួយដែលវាស៊ី memory យើងច្រើនខ្លាំងមែនតើអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាតើវាក្នុងណាដែលវាមាន memory ស៊ីរបស់យើងគឺច្រើនវាស៊ីវាថា memory វងអត់ឲ្យដំណើរការបានទៅមុខងារអីផ្សេងតោះនេះគឺជា Telegram សារតែអ្នកនាងគាត់ជំនាញឲ្យ Telegram សារតែ Telegram នេះគឺវាស៊ី memory យើងច្រើនខ្លាំងមែនតើអញ្ចឹងថាអានេះខ្ញុំមានតែគ្រប់ប្រហែលហ្នឹងទេអញ្ចឹងគ្រប់ប៉ុណ្ណឹងក៏វាអាចនាំឲ្យយើងពេញ memory ដោយសារតែ Telegram មួយហ្នឹងក៏មានដែរអញ្ចឹងទូយើងមានដល់128G ឬក៏ 512G ឬក៏ច្រើនជាងនឹងទៀតក៏វានៅតែពេញដែរឲ្យតែមាន Telegram អញ្ចឹងចម្លើយដែលត្រឹមត្រូវគឺយើងត្រូវតែ clear វាចេញអស់ដើម្បីឲ្យវាមាន memory នៅច្រើនក្នុងទូរស័ព្ទយើងអញ្ចឹងទោះយើង clear យ៉ាងម៉េចក៏ដោយក៏វានៅតែមានរបស់យើងអត់មានបាត់បង់តាណាទេគឺវានៅតែដដែលអញ្ចឹងតែយើងចូលធ្វើចំណេញនៅក្នុង Telegram ហ្នឹងតោះយើងចុចកន្លែង setting នេះមកបន្តមកទៀតយើង scroll មកនេះកន្លែងនេះdata and strong យើងចុចហ្នឹងមកនេះមកដល់ទាំងអស់កន្លែងនេះគឺយើងមើលបានគឺវាមានរហូតដល់631 MB ដោយសារតែខ្ញុំទៅតែ clear ចោលដែរទេអញ្ចឹងបានអត់មានច្រើនអញ្ចឹងបងប្អូននេះបងប្អូនអាចចូលមើលបានតើឥឡូវខ្ញុំចុចហើយនេះយើងអាចមើលបានដោយសារតែវាមានអីខ្លះច្រើនយើងអាចមើលតាមនឹងបានអាណាគ្រប់ណាដែលវាស៊ីច្រើនអញ្ចឹងជាអត់មានអីពិបាកទេយើងគ្រាន់តែចុចនេះ clear នេះមកនេះចាពាក្យនេះមកនេះបានចាពណ៌ខៀវហ្នឹងមកថា clear នេះបាទនេះឥឡូវវាចេញរូបហ្នឹងមកវាសម្អាតអញ្ចឹងមកហើយអញ្ចឹងអាហ្នឹងមួយហើយនៅគឺនៅអានេះមួយទៀតនេះ network usage ហ្នឹងមកយើងចុចអាហ្នឹងមកrest ហ្នឹងមកអញ្ចឹងទូយើង clear ហ្នឹងទាំងអស់ក៏ដោយតែក៏វានៅតែដដែលអញ្ចឹងតែគ្នាមើលបានគឺនៅតែដដែលយ៉ាងតែម្ដងអញ្ចឹងបងប្អូនដឹងថាយើងនៅស្រាប់ប្រហែលអញ្ចឹងយើងអាចទៅចូលក្នុង setting បាទយើងមើលរបស់យើងអ្នកគ្នានេះគឺនេះរបស់ខ្ញុំគឺ 64G អញ្ចឹងខ្ញុំអាចទុកវាក្នុង Telegram នឹងបានច្រើនទេអញ្ចឹងខ្ញុំត្រូវតែ clear ជារៀងរាល់ថ្ងៃអញ្ចឹងទូបងប្អូន 128G ក៏បងប្អូននៅតែពេញដដែលហ្នឹងបាទដោយសារតែយើងបងប្អូនខ្លះគាត់រកស៊ីអញ្ចឹងគាត់អាចនឹងមានច្រើនឬក៏គាត់ចិត្តតែឆ្ងល់មិនបានទូរស័ព្ទគាត់ហ្នឹងចេះតែពេញ memory ឬក៏មកពីរូបថតឬក៏មកពីផ្សេងចម្លើយនោះគឺ Telegram ទេអ្នកទាំងអស់គ្នាអញ្ចឹងកុំច្រឡំថារូបថត
ឬក៏មកពី file អីផ្សេងដែលយើងទុកច្រើនឬក៏អីអញ្ចឹងអាហ្នឹងគឺមកពី Telegram ទាំងអស់អញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណសម្រាប់ការទស្សនាពីដើមរហូតដល់ចប់នឹងមានអ្វីថ្មីខ្ញុំនឹងចែកជូនរំលែកដល់អ្នកទាំងអស់គ្នា